កម្ពុជាត្រូវការអ្នកជំនាញកសិកម្មនៅមូលដ្ឋានជិត400អ្នកបន្ថែមដើម្បីជួយកសិកររដ្ឋាភិបាលត្រូវការមន្ត្រីកសិកម្មចំនួន372អ្នកបន្ថែមទៀតសម្រាប់ជួយអភិវឌ្ឍវិស័យនេះនៅតាមមូលដ្ឋានឃុំសង្កាត់សម្រាប់ឆ្នាំ2025នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈដែលបានផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទទី16ខែមិថុនាបច្ចុប្បន្នមានមន្ត្រីកសិកម្មឃុំសង្កាត់ចំនួន1250នាក់បាននឹងកំពុងបម្រើការនៅតាមឃុំសង្កាត់ចំនួន1510នៅទូទាំងប្រទេសកម្ពុជាមន្ត្រីកសិកម្មឃុំសង្កាត់ពិតជាមានសារៈសំខាន់ណាស់ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករដោយផ្ទាល់នៅតាមមូលដ្ឋានដែលពួកគេរស់នៅតាមគម្រោងប្រទេសកម្ពុជាត្រូវការមន្ត្រីកសិកម្មដើម្បីបម្រើការងារនៅតាមឃុំសង្កាត់សរុបចំនួន1600នាក់មន្ត្រីកសិកម្មឃុំសង្កាត់អាចជួយផ្សព្វផ្សាយពីបច្ចេកទេសនិងចងក្រងកសិករជាក្រុមហើយនិងសហគមន៍ដើម្បីធ្វើការដោះស្រាយបញ្ហាទីផ្សារដែលកសិផលរបស់កសិករជួបនៅបញ្ហាប្រឈមការដាំដុះនិងប្រមូលទិន្នន័យកសិកម្មឲ្យបានជាក់លាក់ច្បាស់លាស់ដើម្បីដាក់ជូនក្រសួងនិងរដ្ឋាភិបាលធ្វើការសម្រេចចិត្តនិងដោះស្រាយលោកសុកសុថាសហស្ថាបនិកនិងជានាយកប្រតិបត្តិសហព័ន្ធស៊ីហ្វាបកម្ពុជាមានប្រសាសន៍ថាមន្ត្រីកសិកម្មឃុំសង្កាត់អាចជួយរួមចំណែកក្នុងការពង្រឹងសមត្ថភាពបច្ចេកទេសដាំដុះការចិញ្ចឹមសត្វនិងបច្ចេកទេសផលិតកម្មពាក់ព័ន្ធរបស់កសិករលទ្ធផលទិន្នន័យជំរឿនកសិកម្មឆ្នាំ2023បង្ហាញថាប្រជាពលរដ្ឋកម្ពុជាដែលកំពុងប្រកបមុខរបរកសិកម្មបានធ្លាក់ចុះពី82%នៅឆ្នាំ2013មកត្រឹម54.5% នៅឆ្នាំ2023ក្នុងចំណោមប្រជាពលរដ្ឋសរុបចំនួនជាង17លាននាក់របាយការណ៍ដដែលបង្ហាញថាផ្ទៃដីកសិកម្មរបស់កម្ពុជាសរុបមានទំហំជាង3,850,000 ហិកតាហើយតំបន់ដែលសម្បូរដីកសិកម្មច្រើនជាងគេបំផុតគឺតំបន់ជុំវិញបឹងទន្លេសាប